เตรียมเอาแต่เฮาแต่เนี่ยเราเนี่ยในครั้งชนะปีปัวหมอเพยแบบมวยจำปีจองคายมวยแล้วดอกคายบุญคือเนี่ยแต่เอาเนี่ยเตรียมมาเฮาเด้อบริษัทแต่เมียนจมูกหนังสกินหนังอีวันได้โมบายเลเจนคือเตรียมเจนมาเฉินคลังเมนแต่บาสเมียยงเป็นคือยมบานติงมีจมูกหนังเตรคอตุกอุยกรอละให้ปวดอุยแต่เนี่ยแต่เอาเนี่ยบานดังจังទីមួយនេះគឺជា Skin Friendly Legend ដែលអ្នកទាំងអស់គ្នាទន្ទឹងរង់ចាំហ្នឹងឥឡូវនេះគឺបានចេញជាមួយនឹង display ហើយជាមួយនឹង skill effect ឯអ្នកទាំងអស់គ្នាអញ្ចឹងយើងចាំតែមើលជាមួយនឹង Skin Legend របស់ Friendly ហ្នឹងថាវាមានជាមួយនឹង effect skill អីយ៉ាងម៉េចអញ្ចឹងណាបើយើងមើលទៅលើរូបរាងគឺវា cool ហើយប៉ុន្តែចំពោះ skill effect គឺយើងអត់ទាន់បានឃើញទេហើយនេះគឺជាកញ្ចប់ណែនាំសម្រាប់ការដាក់យកជាមួយនឹង full tech kit នៅក្នុង Event Zoo Vessel ហើយសម្រាប់គ្នាយើងណាដែលអត់ទាន់បានដាក់ទេគឺរួចរាល់តែដាក់ហើយទៅព្រោះសារតែការ free ticket ហ្នឹងគឺនៅសល់ត្រឹមតែរយៈពេល2ថ្ងៃទេអ្នកទាំងអស់គ្នាអញ្ចឹងបើសិនជាអត់ទាន់ដាក់ទេគឺរួចរាល់តែដាក់ហើយទៅហើយសម្រាប់គ្នាយើងអ្នកដែលមានតម្រូវការដាក់ diamond ហ្នឹងគឺអ្នកទាំងអស់គ្នាអាចឆាតចូលមកក្នុង Facebook page របស់ខ្ញុំបានហើយអ្នកទាំងអស់គ្នាក៏អាចទៅដាក់ diamond ដោយខ្លួនឯងក៏បានដែរគឺដាក់តាមរយៈ website របស់ខ្ញុំផ្ទាល់តែម្ដងដែលមានឈ្មោះថា Virgo Store ឥឡូវយើងមកមើលពី skill effect ទៅលើ skin legend របស់ Fanny ហ្នឹងហើយបើយើងមើលទៅលើរូបរាងមើលទៅគឺ cool ខ្លាំងមែនតើហើយជាមួយនឹងដាវអីមើលទៅពណ៌គឺវាស្តៀងគ្នាជាមួយនឹង skin collector របស់ Alot អ្នកទាំងអស់គ្នាអញ្ចឹងនេះគឺជា effect skill ការកាប់ basic attack អ្នកគ្នាចំពោះការកាប់ basic attack ហ្នឹងគឺមើលទៅ cool ខ្លាំងមែនតើអ្នកគ្នាព្រោះដោយសារតែ skill effect ហ្នឹងគឺវាពណ៌ដិតច្បាស់អ្នកគ្នាប៉ុន្តែអ្វីដែលសំខាន់គឺដូចដែលខ្ញុំបាននិយាយចឹងចំពោះពេលដែលកាប់ skill ទៅវាស្តៀងគ្នាជាមួយនឹង skin collector របស់ Alot ខ្លាំងមែនតើចំពោះ effect skill ទី1មើលទៅក៏ស្អាតដែរអ្នកគ្នាទៅពេលដែលពវល់ចេញមកអ្នកគ្នាគឺវាមានដូចជាមួយនឹងអាក្របភ្នែកមូលចឹងណាប៉ុន្តែបើអ្នកទាំងអស់គ្នាមើលជាមួយនឹង slow mo ដែលខ្ញុំដាក់ឲ្យអ្នកទាំងអស់គ្នាឃើញហ្នឹងគឺវាដូចជាកងចាក់អាវុធរបស់ ninja អញ្ចឹងណាពេលដែលគេគប់ទៅវាវិលទៅមើលទៅគឺលយខ្លាំងមែនតើចំពោះ effect skill ទី2បើយើងមើលទៅគឺពេលដែលបាញ់ខ្សែហ្នឹងអាខ្សែហ្នឹងដូចធំក្បាលខាងមុខចឹងនៅពេលដែលបាញ់ទៅអ្នកទាំងអស់គ្នាហើយចំពោះ effect skill ទី2ហ្នឹងនៅពេលដែលបាញ់ខ្សែហ្នឹងវាមាន effect តែប៉ុណ្ណឹងទេអ្នកគ្នាប៉ុន្តែគឺខ្ញុំចាប់អារម្មណ៍មួយទៀតពេលដែលបាញ់ខ្សែហ្នឹងអ្នកគ្នាចាំមើលវាបដូរពណ៌ចាំមើលវាបដូរពណ៌ខ្សែហ្នឹងទៅជាពណ៌រៀងខ្មៅវិញអ្នកគ្នាជាមួយនឹងខ្សែហ្នឹងណាអ្នកដូចអ្នកទាំងអស់គ្នាបានឃើញចឹងហើយចំពោះខ្សែពណ៌ហ្នឹងប្រហែលជាគេធ្វើដូចជាមួយនឹង skin legend របស់ Saber ចឹងណាពេលដែលគ្រប់ជាមួយនឹង10 kill គឺវាបដូរពណ៌បដូរអីចឹងណាអ្នកទាំងអស់គ្នាហើយបើចំពោះ effect skill ទី3វិញក៏ស្អាតដែរអ្នកគ្នាពេលដែលលោតពុះទៅលើក្បាល enemy ណាហើយពេលដែលបដូរពណ៌ទៅលើ skin ហ្នឹងប្រហែលជាពាក់ព័ន្ធជាមួយនឹងការ kill ទៅលើ enemy អ្នកគ្នាបើយើងមើលទៅអ្នកគ្នាបានឃើញហើយគឺវាលោតចំនួន16 17ហ្នឹងអានេះគឺប្រហែលជា stage របស់វាឬក៏គ្រប់ចំនួន kill របស់វាគឺវានឹងធ្វើការបដូរពណ៌ទៅលើ skin legend របស់ Fanny ហ្នឹងតែម្ដងអ្នកគ្នានៅពេលដែល reload គ្រប់ជាមួយនឹង23មិញណាគឺវាធ្វើការបដូរពណ៌ទៅលើ skin ហ្នឹងតែម្ដងលយខ្លាំងមែនទេតែអ្វីដែលកាន់តែពិសេសទៀតទៅលើ skin ហ្នឹងពេលដែលវាធ្វើការផ្លាស់ប្ដូរពណ៌ហ្នឹងមិនថា skill effect ទី1ទី2ឬក៏ទី3ទេអ្នកគ្នាគឺគេផ្លាស់ប្ដូរថ្មីទាំងស្រុងតែម្ដងនិយាយទៅគឺលយខ្លាំងមែនតែទៅលើ skin legend របស់ Fanny ហ្នឹងអញ្ចឹងបានគេដាក់ថាជា skin legend limited ទេអ្នកគ្នាព្រោះដោយសារតែការផ្លាស់ប្ដូរគឺវាផ្លាស់ប្ដូរទាំងអស់តែម្ដងនិយាយទៅគឺស្អាតខ្លាំងមែនតែអញ្ចឹងសម្រាប់គ្នាយើងអ្នកដែលជាដៃ Fanny អីគឺត្រៀមឲ្យហើយទៅពេលដែលទិញហើយគឺអត់ខកបំណងទេអ្នកគ្នាព្រោះដោយសារតែ skin នេះគឺ cool ខ្លាំងមែនតែហើយអ្នកទាំងអស់គ្នាមើលតែ recall ទៅគឺដឹងហើយអ្នកគ្នាអូមានជីស័ព្ទអីណាអូលយកប់តែម្ដងទី2នេះគឺជា skin ថ្មីរបស់ Mia ដែលជាប្រភេទ skin season ណាអ្នកគ្នាប៉ុន្តែមិនមែនជា skin season ពេលដែលតម្លាក់ rank ណាអានេះគឺជាប្រភេទ skin season event អ្នកទាំងគ្នាតែតម្រូវអ្នកទាំងគ្នាចំណាយដែលមិនទៅចាប់អញ្ចឹងណាហើយយើងមើល display តែប៉ុណ្្នឹងទៅក៏ញាក់ដែរអ្នកទាំងគ្នាទៅលើ skin season របស់ Mia ហ្នឹងមើលទៅគឺស្អាតខ្លាំងមែនទែនសំបីតែធ្នូក៏សិតតែផ្កាដែរមើលទៅអូមើលសក់គេមើលអូសក់សិតតែផ្កាទៀតអ្នកគ្នានិយាយទៅអានេះគឺជាប្រភេទ skin បែប cute ទេអ្នកគ្នាមានផ្កាមានសត្វអីអានេះសត្វអីអ្នកគ្នាអត់ស្គាល់ហើយយើងមើលតែ effect action ទៅគឺលយខ្លាំងមែនទែនអ្នកគ្នាដុសផ្កាដុសអីចេញមកហើយអាពេលដែលដើរហ្នឹងមើលអ្នកគ្នាគឺឃើញដើរធ្វើលូតតែប៉ុន្តែសិតតែផ្កាសិតអីដុសតាមពីក្រោយនិយាយទៅគឺខ្ជូតខ្លាំងមែនទែនទៅលើ skin ហ្នឹងចំពោះ effect skill ការបាញ់ basic attack ក៏ស្អាតដែរអ្នកគ្នាមើលបាញ់ទៅបែកផ្កាអូនិយាយទៅគឺស្អាតខ្លាំងមែនទែនអ្នកគ្នានិយាយទៅវាអត់មានអីកន្លែងតអ្នកគ្នាហើយពេលដែលវាពេញ passive ឬក៏ skill ទី1អីហ្នឹងអ្នកនរគ្នាមើលទៅគឺវាដូចតែគ្នាទេវាចេញជាមួយនឹងសមោជួយបាញ់អ្នកគ្នាមើលទៅគឺតំណងខ្លាំងមែនទែននឹងគ្រាន់តែជា effect skill ការបាញ់ basic attack ហើយជាមួយនឹង passive របស់វាទេអ្នកគ្នាអានេះគឺជា skill ទី2អូបើ skill ទី2វិញលែងនិយាយអ្នកគ្នាគឺធ្លាក់មកសត្វតាផ្កាតែម្ដងអូនិយាយទៅគឺស្អាតខ្លាំងមែនទែនទៅលើ skin របស់ Mia ហ្នឹងហើយបើសិនជាគ្នាយើងអ្នកដែលជាដៃ Mia អត់ចាប់យកជាមួយអូម៉ែមក skill ទី3 skill ទី3ខ្ជូតមែនអ្នកគ្នា
អូ my god ស្អាតខ្លាំងមែនតើមូនទូនលេងហើយមូនទូនលេងហើយបើធ្វើតែម៉ាក់នេះអីទៅមានតែខ្ញុំទិញមីទិញត្រីខថែមទេព្រោះថា skin គឺស្អាតខ្លាំងមែនតើតែម្ដងអ្នកគ្នាមិនថាជា skill ទី1ទី2ទី3ទេអ្នកគ្នានិយាយទៅគឺស្អាតខ្លាំងមែនតើហើយយើងមកមើលជាមួយនឹង effect ទៅលើការ recall អ្នកគ្នាអូយនិយាយទៅគឺចាក់ចំកណ្ដាលបេះដូងតែម្ដងទី3នេះគឺជា skin ថ្មីរបស់ Florin អ្នកគ្នាដែលជាប្រភេទ skin season ដូចជាមួយនឹង skin របស់ Mia អញ្ចឹងដែល skin ហ្នឹងគឺវាមកជាមួយនឹង skin របស់ Mia ហ្នឹងនៅពេលដែលចេញជាមួយនឹង event ហ្នឹងមកអ្នកគ្នាចឹងសម្រាប់គ្នាយើងអ្នកដែលជាដៃ Florin អីគឺត្រៀមទៅហើយបើយើងមើលពី display អីប៉ុណ្ណឹងគឺវាស្តៀងគ្នាជាមួយនឹង Mia ខ្លាំងមែនតើតែចំពោះ effect skill គឺយើងអត់ទាន់បានឃើញទៅលើ skin ហ្នឹងទេហើយចំពោះ effect action អីគឺចង់ស្អាតជាង skin Mia ទេអ្នកគ្នាព្រោះដោយសារតែ skin របស់ Florin នេះយើងមើលទៅវាពណ៌រៀងច្បាស់ហើយវាមើលទៅរៀងដិតជាងរបស់ skin របស់ Mia អញ្ចឹងអ្នកគ្នាហើយចំពោះកូនកំប្រុកអីក៏ស្អាតដែរអ្នកគ្នានិយាយទៅគឺស្អាតខ្លាំងមែនតើហើយនេះគឺជា effect skill ទី1អ្នកគ្នាពេលដែលគប់ចំ enemy អ្នកគ្នាមើល effect skill ទៅអ្នកទាំងអស់គ្នាអូយគឺស្អាតខ្លាំងមែនតើទៅលើ skin នេះនិយាយទៅ skin ហ្នឹងគឺស្អាតខ្លាំងមែនតើអ្នកទាំងអស់គ្នាហើយបើគ្នាយើងអ្នកដែលជាដៃ support ឬក៏ស្រីអីហ្នឹងគឺ mention boy យើងមកអ្នកគ្នាព្រោះបានជាមួយនឹង skin ហ្នឹងអីចឹងណាព្រោះសារ skin ហ្នឹងគឺស្អាតខ្លាំងមែនតើហើយចំពោះ skill ទី2ក៏ស្អាតដែរអាពេលចោលទៅឲ្យ enemy ជាប់ stun អ្នកគ្នាកូនកំប្រុករត់ទៅបុកជាមួយនឹង enemy ដែរម្ដងនិយាយទៅគឺអូយខ្ជូតខ្លាំងមែនតើអ្នកគ្នាហើយចំពោះ skill ទី3អាពេល skill រៀលឈាមទី3ក៏ស្អាតដែរនិយាយទៅ Mobile Legends ចេញ skin មកសារក្រោយនេះគឺឃើញពេញចិត្តជាមួយនឹងអ្នកលេងច្រើនខ្លាំងមែនតើអ្នកគ្នាចំពោះ effect skill ពួកវាស្អាតអ្នកគ្នាចំពោះ effect skill អាពេលរៀលឈាមទី3ហ្នឹងក៏ស្អាតដែរបើ recall វិញគឺលែងនិយាយអ្នកគ្នាអើយស្អាតខ្លាំងមែនតើ skin ទី4នេះគឺជា skin free របស់ Hanabi ដែល skin នេះគឺយើងអត់ត្រូវចំណាយលុយអីទេអ្នកគ្នាវាជាប្រភេទ skin free ចឹងណាដែលវាមាននៅក្នុង event golden ដែលខ្ញុំធ្លាប់និយាយប្រាប់ដល់អ្នកទាំងអស់គ្នាហ្នឹងអានេះគឺជា skin ពណ៌ក្រហមអ្នកទាំងអស់គ្នាព្រោះដោយសារតែ skin ហ្នឹងវាមានពីរពណ៌គឺវាមានពណ៌រៀង Q នេះមួយទៀតអ្នកគ្នាប៉ុន្តែបើនិយាយពី skin ទាំងពីរហ្នឹងបើយើងប្រៀបធៀបគ្នាណាអា skin ទាំងពីរនេះអា skin ពណ៌ Q នេះមើលទៅគឺវារៀងស្អាតជាងអា skin ពណ៌ក្រហមណាអ្នកគ្នាយើងមើលទៅទាំងការ slip bear ទាំងអាវុធការតុបតែងលើសក់អីមើលទៅគឺស្អាតជាងហើយយើងមកមើលពី effect skill ទៅលើ skin របស់ Hanabi ហ្នឹងហើយចំពោះ effect skill បើយើងមើលទៅគឺវាបែបធម្មតាសាមញ្ញដែរទេគឺវាមិនទៅស្អាតអីឲ្យខ្លាំងទេអ្នកគ្នានិយាយទៅគឺវាអត់ស្អាតដូចជាមួយនឹង skin អស់លុយទេព្រោះនេះគឺជាប្រភេទ skin free អញ្ចឹងណាចំពោះ skill អីគឺមើលទៅគឺគួរសមអ្នកទាំងអស់គ្នាហើយចំពោះអា effect seal ពេលដែលវាឡើងឈាមសយហ្នឹងមើលទៅក៏បានល្មមនឹងទទួលយកបានដែរអ្នកគ្នាអញ្ចឹងដូចខ្ញុំនិយាយត្រែអញ្ចឹងវាជាប្រភេទ skin free វាតែប៉ុណ្្នឹងទេអ្នកគ្នាអើយចំពោះ effect skill ទី3យើងឃើញតែការចោលទៅប៉ុន្តែចំពោះ effect វាចាប់ជើងគឺយើងមើលអត់ទាន់ឃើញអ្នកគ្នាព្រោះដោយសារតែគប់អត់ចំជាមួយនឹងមនុស្សបើគប់ចំជាមួយនឹងមនុស្សវា load effect ឲ្យមើលបានដឹងថាវាស្អាតប៉ុណ្ណាអញ្ចឹងណាអូខេអញ្ចឹងចំពោះ effect skill ទី3មើលទៅវារៀងស្អាតដែរអ្នកទាំងអស់គ្នាមិនថាវាអត់ស្អាតទាំងអស់ទេណាតែចំពោះ effect skill ទី3វាមានរូបផ្កាចាប់ជើង enemy មើលទៅពណ៌រៀងដិតហើយក៏ស្អាតដែរអានេះគឺជា skin ពណ៌ Q យើងមើលទៅចំពោះការគប់អីអ្នកទាំងអស់គ្នាគិតថាមួយណាស្អាតជាងគឺអាច comment នៅខាងក្រោមវីដេអូនឹងម្នាក់មួយមកប៉ុន្តែបើសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំគិតថា skin ពណ៌ Q នេះវារៀងស្អាតជាងអញ្ចឹងណាសំបីតា seal អីមើលទៅក៏វារៀងតំណឹងជាងអា skin ពណ៌ក្រហមដែរអ្នកទាំងអស់គ្នានិយាយទៅគឺវាមានតែប៉ុណ្្នឹងទេតើតើជាមួយនឹង skin របស់ Hanabi ណាប៉ុន្តែយើងចាំមើលជាមួយនឹង skill ទី3សិននេះ skill ទី3ចេញមកក៏រៀងខ្ជូតជាងអា skin ពណ៌រៀងក្រហមដែរអ្នកគ្នានិយាយទៅ skin ទាំងពីរហ្នឹងបើសិនជាឲ្យខ្ញុំដាក់បន្ទុកឲ្យខ្ញុំឲ្យបន្ទុកទៅលើ skin ពណ៌ក្រហមគឺត្រឹមតែ5ទេតែចំពោះ skin ពណ៌ Q នេះខ្ញុំឲ្យ7ព្រោះដោយសារតែ skin ពណ៌ Q វារៀងស្អាតជាងអញ្ចឹងណាហើយចំពោះ skin Mia skin Florin ឬក៏ជា skin Fanny Legend អីហ្នឹងអាហ្នឹងគឺខ្ញុំឲ្យ10លើ10ហ្មងព្រោះដោយសារតែ skin ទាំងអស់ហ្នឹងគឺវាស្អាតខ្លាំងមែនទែនហើយសម្រាប់គ្នាយើងអ្នកដែលមកថ្មីឬក៏អ្នកចាស់ដែលមិនទាន់បានចុច subscribe នៅលើ YouTube channel របស់ខ្ញុំកុំភ្លេចជួយចុច subscribe ម្នាក់មួយផងហើយអ្នកទាំងអស់គ្នាកុំភ្លេចជួយ share វីដេអូនេះឲ្យបានច្រើនដើម្បីគ្នាយើងបានមើលជាមួយនឹង skin ថ្មីផងដែរហើយបើសិនជាអ្នកទាំងអស់គ្នាទស្សនាវីដេអូនេះនៅក្នុង Facebook page របស់ខ្ញុំកុំភ្លេច follow page របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានការ update ថ្មីបន្ថែមទៀតហើយយើងចាំជួបគ្នានៅវីដេអូក្រោយ